នេះគឺជាចាក់ការចាក់ពណ៌ទៅតាម keyword ដែលយើងចង់បានអូខេអញ្ចឹងនៅកន្លែងនេះខ្ញុំដាក់ចង់បានអូមកថាអានេះវាមាននេះបាននេះវាមានចំនួនប្រមាណហើយមកថាវាថ្ងៃវាមានចូលហើយខ្ញុំតែចង់ដាក់ចូលនៅថាវាចូលដាក់ពណ៌អីហើយមិនតាន់ចូលដាក់ពណ៌អីចឹងទៅអញ្ចឹង data ដំបូងនោះគឺយើងមានចឹងទីមួយយើងត្រូវ select លើវាសិនបន្តមកទៀតគឺយើងចូលទៅ formatting ហើយយកពាក្យ conditional formatting ហើយតើខ្វែងវាចោលហើយ add role អូខេមកដល់ទៅនេះយើងយក select លើវាមក select យក custom formula បន្តមកទៀតកន្លែងនេះគឺយើងដាក់កន្លែង column ដែលយើងចង់បានខ្ញុំចង់បាន keyword គឺខ្ញុំយក column i នេះកន្លែង node អានេះកន្លែង node នេះយក column i អញ្ចឹងណាអក្សរ i បឋម i តែដល់ខ្ញុំយក column ចាប់ពី column ទី3ទៅអញ្ចឹងខ្ញុំយក i 3 i 3អូខេដាក់យើងដាក់ដុល្លារមើលសិន i 3ហើយស្មើអញ្ចឹងខ្ញុំចង់ឲ្យ keyword ហ្នឹងប្រែប្រួលទៅតាមពាក្យ in ហើយនឹង not yet ចាតែខ្ញុំដាក់ keyword ដំបូងគឺ in ហ៎ in in បន្តមកទៀតអញ្ចឹងណាដែល in មានពាក្យ in គឺខ្ញុំដាក់ពណ៌នេះចុះចុះអត់ដាក់ in គឺមានវា load មក auto ហើយហេអានេះខ្ញុំវាយពាក្យ in ចូលហើយ load មក auto អានេះដែលថាដាក់ពណ៌ចាស់ហ្នឹងវាជន់ហ្នឹងហើយអត់អានេះខ្ញុំដាក់ពាក្យ in ហ្នឹងវា load auto មកចុះខ្ញុំចង់ខ្ញុំដាក់ពាក្យselect ពាក្យមួយទៀតដែលនៅអត់យ៉ាងអត់តបានចូលទេហេធ្វើមិនដែលចុចមក custom ហើយយក keyword ទៅមកហ្នឹងដុល្លារអក្សរ i 3ស្មើនឹង not yet បិទពេញកដលវិញមកហើយពណ៌នេះខ្ញុំអត់ដាក់ខ្ញុំដាក់ពណ៌សចោលពណ៌ដើមវានិយាយចង់ដូរដល់ពណ៌អីផ្សេងក៏បានដាក់ពណ៌ដើមក៏បានដាក់ពណ៌សក៏បានហេដើម្បីក៏នៅដាក់ពណ៌នេះដាក់ពណ៌ស្រាលស្រាលមួយដាក់ពណ៌នេះមួយចឹងបានមកអូខេចុះវាយតពាក្យ not yet មកវានឹងប្រែពណ៌ដោយអូតូក៏តែខ្ញុំចង់ចេះវិញcolumn នេះគឺខ្ញុំដាក់អត់ចង់វាយទេដល់ចូលមកដល់ខ្ញុំប្រើពាក្យហ្នឹងគឺ save យកតែម្ដងហើយយើង select យកអញ្ចឹងដើម្បីបង្កើតជា keyword នៅក្នុងហ្នឹង keyword វានៅក្នុងហ្នឹងយើងត្រូវចុច select លើ column ដែលយើងចង់បានហ្នឹងមកបន្តមកចូលយក data ទៅពាក្យ data validation ហើយ add role មកហេដោយសារតែពាក្យយើងមានវាយក្នុងហ្នឹងស្រាប់អញ្ចឹងវាឲ្យលក្ខខណ្ឌមកស្រេច in not yet ហើយចំពោះចាក់ពណ៌យើងអាចដាក់ពណ៌អីចំណាំក៏ដាក់ទៅខ្ញុំយកពណ៌នេះណាហើយដានមកចុះកន្លែងនេះអត់ថា not yet វាតែចេះអត់ដាក់ in តែចេះហើយនេះគឺជាការហើយកន្លែងនេះអមថាអត់ទីហៅថាពាក្យនេះណាnot yet អត់ទេនេះគឺជាការចាក់ពណ៌ហើយនឹងការបង្កើត keyword ចាក់ពណ៌ទៅតាម keyword ហើយនឹងយើងការបង្កើត keyword ទុក select យក auto